ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ប្រិយមិត្តអ្នកស្ដាប់នៅក្នុង Channel នៃទីនរឿងខ្មោចរាត្រីទាំងអស់គ្នាហើយវិលមកជួបជាមួយនឹងខ្ញុំបាទសាជាថ្មីម្ដងទៀតហើយនៅក្នុងថ្ងៃនេះនិងពេលនេះហើយថ្ងៃនេះខ្ញុំមានសាច់រឿងថ្មីស្រឡាងតែម្ដងដើម្បីចែករំលែកទៅកាន់អ្នកនរគ្នាដំឡើយហ្នឹងគឺខ្ញុំបានចូលទៅជួលនៅផ្ទះថ្មីអ្នកនរគ្នាធម្មតាយើងនៅទីក្រុងភ្នំពេញជីវភាពយើងវាអត់មានសមត្ថភាពណាទៅទិញផ្ទះឬក៏ទៅជួលខុនដូជួលអីនៅទេគឺយើងសមត្ថភាពបានធ្វើផ្ទះជួលនឹងឯងក៏ប៉ុន្តែត្រឡប់ខ្ញុំមួយគឺនៅពេលដែលខ្ញុំបានចូលទៅជួលផ្ទះអីយ៉ាងទៅគឺខ្ញុំមិនសូវជាបានគិតដិតដល់រឿងអមនុស្សឬក៏រឿងផ្លូវងងឹតអីនោះទេគឺខ្ញុំតែភ្លេចខ្លួនរឿងនឹងពីព្រោះថាកាលពីមុននៅពេលដែលខ្ញុំចូលមកទីក្រុងភ្នំពេញថ្មីហ្នឹងគឺខ្ញុំអត់បានសែនព្រីនឬមួយក៏អុជធុកសុំអុជអីម្ចាស់ដីដែលគាត់បានថែអាសានៅកន្លែងហ្នឹងទេគឺខ្ញុំតែប្រហែសជានិច្ចដូចជាការដែលខ្ញុំចូលជួលផ្ទះដំបូងហ្នឹងហើយរឿងហ្នឹងក៏ខ្ញុំបាននិយាយនៅក្នុង channel ហ្នឹងហើយដែរក៏ប៉ុន្តែរំលឹកអ្នកនរគ្នាឡើងវិញទៅនៅពេលដែលខ្ញុំបានចូលមកនៅទីក្រុងភ្នំពេញដំបូងហ្នឹងគឺខ្ញុំបាននៅបន្ទប់ជួលមួយកន្លែងហើយដូចគ្នាគឺខ្ញុំអត់បានសែនឬក៏អុជធូបអីនោះទេគឺខ្ញុំចូលទៅនៅតែម្ដងនៅពេលដែលខ្ញុំចូលទៅនៅក្នុងយប់ទី1ហ្នឹងគឺអ្នកនរគ្នាអត់បានដេកទេភ្នែកគឺដូចជាអ្នកដែលជក់ថ្នាំអញ្ចឹងគឺភ្នែកឡើងខ្មៅរូងហើយទៅធ្វើការហើយដល់ពេលហើយគ្នាខ្ញុំនៅកន្លែងធ្វើការគេសួរច្រើនហើយយប់មិញអត់ដេកទេមែនហេតុអីបានយប់ភ្នែកស្លក់ម៉េះថាយប់មិញហ្នឹងអត់បានដេកទេមានអារម្មណ៍ថាដេកភ្ញាក់អញ្ចឹងណាផ្លៃកន្លែងមិនដឹងទេមើលជាមួយយប់ស្អែកអីទៀតមើលក៏អាចដេកទៅវាលក់ស្រួលអីចឹងណាវាអត់ដោយការគិតទេអ្នកគ្នានៅពេលដែលយប់ទី2ហ្នឹងគឺគេលេងខ្ញុំតែម្ដងអ្នកគ្នាតែតែលើឲ្យពាក្យថាខ្មោចជន់ហ្នឹងគឺវាសភាពបែបហ្នឹងនៅពេលដែលខ្មោចជន់ហ្នឹងវាធ្វើឲ្យខ្លួនយើងហ្នឹងប្រះមិនរួចដូចជាមានអីមកសកត់យើងអញ្ចឹងណាជើងដៃប្រះអត់រួចទេលុះត្រាតែយើងបានប្រះចុងដៃឬមួយក៏ប្រះអីតែបន្តិចជើងតែបន្តិចគឺវាលែងអីវិញហើយអានោះតាមវិទ្យាសាស្ត្រគេថាសម្ពាធសរសៃឈាមមួយឬមួយក៏មិនខ្ញុំមិនដឹងទេប៉ុន្តែបើសិនតាមអបិយជំនឿរបស់ខ្មែរយើងគេតែងតែថានេះគឺជាខ្មោចជន់ហើយនៅពេលដែលធ្វើជួបថ្ងៃទី2យ៉ាងហើយក៏ខ្ញុំអត់ទាន់ប្រាប់ពីណាដែរក៏ខ្ញុំប្រាប់តែគ្នាខ្ញុំទេដែលនៅជាមួយខ្ញុំអញ្ចឹងណាខ្ញុំប្រាប់ថាតាំងពីយើងមកនៅកន្លែងហ្នឹងមកហើយមានធ្លាប់ខ្មោចជន់ធ្លាប់អីអត់គេថាអត់ផងផឹកទៅស្វឹងដេកបាត់ហើយអត់ដឹងថាខ្មោចជន់មិនជន់អត់ដឹងទេដល់យ៉ាងទៅខ្ញុំក៏អត់មកដែរលុះត្រាតែថាស្អែកឡើងហ្នឹងគឺគេពងពេញលេងខ្ញុំទៀតហើយគឺយប់នងឯងនឹងអស់គ្នាគឺពីរអ្នកប្តីប្រពន្ធគឺមកជន់ខ្ញុំតែម្ដងប្រពន្ធជន់ខ្ញុំប្តីឈរមើលហើយប្តីឈរសោចហើយប្រពន្ធនឹងឈរជន់ក៏ប៉ុន្តែខ្ញុំបានចេះធរអីបន្តិចបន្តួចដែរអញ្ចឹងទៅខ្ញុំក៏សូត្រអ្វីដែលខ្ញុំបានចេះបានរៀនអីបន្តិចបន្តួចហើយពួកហ្នឹងក៏ចេញទៅក៏ប៉ុន្តែចេញទៅដឹងថាខ្ញុំបានពោលទៅខ្ញុំបើនៅមួយគ្នាបាននៅមួយគ្នាអត់បានទេចេញទៅដល់ស្អែកឡើងអ្នកគ្នាគឺខ្ញុំបានទិញបាយស៊ូបដែលគេលក់នៅមុខបន្ទប់ហ្នឹងសែននឹងអុជធុកសុំគេថាខ្ញុំមកនេះមិនមែនមកដើម្បីដើមកន្លែងអ្នកនរគ្នាឬក៏មកដើម្បីធ្វើបាបអ្នកនរគ្នាអីទេគឺខ្ញុំមកសុំតែសុកទេយ៉ាងបើនៅជាមួយគ្នាបានក៏នៅទៅមិននៅមួយគ្នាមិនបានទេក៏ខ្ញុំមិនដឹងធ្វើមិនដែរខ្ញុំនិយាយតាមអ្វីដែលខ្ញុំនិយាយហ្នឹងណានៅចាប់តាំងពីថ្ងៃហ្នឹងមកគឺខ្ញុំអត់អីទេក៏ប៉ុន្តែម៉ោង12យប់មិញនេះហើយក៏ជាថ្ងៃថ្មីហើយក៏ជាបន្ទប់ថ្មីរបស់ខ្ញុំដែរគឺខ្ញុំបានជួលកន្លែងថ្មីដល់យ៉ាងទៅអ្នកនរគ្នាពេលដែលយប់មិញហ្នឹងខ្ញុំលេងទូរស័ព្ទដល់ម៉ោង12យប់ដេកលេងទូរស័ព្ទមើលរឿងមើល Facebook មើលអីអ្វីដែលយើងធ្វើជារឿងងថ្ងៃអញ្ចឹងណាមិនមែនជាអ្នកដែលញៀនអីខាងមើលទូរស័ព្ទអីហ្នឹងទេក៏ប៉ុន្តែយើងអប់សុកអីយ៉ាងណាមួយយើងដេកអត់លក់វាប្លែកកន្លែងផងអញ្ចឹងក៏
ចេះតែលេងទូរស័ព្ទរហូតដល់ម៉ោង12យប់នៅពេលដែលម៉ោង12យប់ហ្នឹងស្រាប់តែឮសំឡេងគោះទ្វារបន្ទប់ណាឲ្យធម្មតាបំពេញយើងនឹងស្រាប់ហើយយើងតែងតែខ្លាចបំផុតអាគោះទ្វារបន្ទប់ហ្នឹងយើងតែងតែសង្ស័យថាអូគោះបន្ទប់ហ្នឹងតិចចោលទៅតិចគេមកប្លន់អីចឹងទៅគ្មានទេអ្នកនរគ្នាលេងចេញពីគោះបន្ទប់ខ្ញុំហើយស្រាប់តែទៅគោះបន្ទប់អ្នកដែលនៅជាប់ខ្ញុំជាបន្តបន្ទាប់ដល់ពេលយ៉ាងទៅដល់ពេលព្រឹកឡើងទៅសួរអ្នកដែលទល់មកបន្ទប់ខ្ញុំហ្នឹងថាយប់មិញឮគេគោះបន្ទប់អត់គាត់ថតឮអីផងគាត់ដេកលក់បាត់អីអញ្ចឹងខ្ញុំក៏គិតខ្លួនឯងថាចុំយប់មិញឯងឮច្បាស់ណាស់ថាវាមានអ្នកគោះបន្ទប់ដល់ពេលទៅសួរអ្នកដែលនៅមុខហ្នឹងគឺគេថាអត់មានទេអត់ឮទេគេដេកលក់បាត់អីអញ្ចឹងក៏អត់អីដែរដល់អញ្ចឹងទៅខ្ញុំក៏បានធ្វើដូចមុនដោយការទិញរបស់មកសែនថ្មីហ្នឹងហើយនិយាយទៀតហើយនិយាយថាគាត់ថាសុំថាមកនៅទេសុំតែមកសុកទេបើសិនជាឲ្យសុកអត់ដឹងធ្វើម៉េចទេអញ្ចឹងចាំមើលយប់ហ្នឹងថាតើមានរឿងអីកើតឡើងទៅទៀតហ្នឹងហើយរឿងទាំងអស់ហ្នឹងក៏មានតែប៉ុណ្្នឹងដែរដើម្បីចែករំលែកទាំងអស់គ្នាក្នុងថ្ងៃហ្នឹងហើយបើសិនជាវាលើសលួសខុសខាតកន្លែងណាហើយអ្នកគ្នាគិតទៅថាវាមិនអាចយ៉ាងទេវាមិនអាចទៅរួចទេវាមិនអាចមានរឿងនឹងកើតឡើងទេនៅលើโลกនឹងគ្មានខ្មោចអីទេអូខេអានឹងអ្នកគ្នាស្ដាប់ដោយការពិចារណាទៅចុះហើយកុំភ្លេចចុច Subscribe Channel YouTube របស់ខ្ញុំម្នាក់មួយផងដើម្បីខ្ញុំមានកម្លាំងចិត្តនិងបង្កើតនៅរឿងថ្មីដើម្បីចែករំលែកទៅកាន់អ្នកទាំងអស់គ្នាស្ដាប់ជារៀងរាល់ថ្ងៃបាទសូមអរគុណនិងសូមជម្រាបលា